ដោយសារតែ help pack ចឹងណាបងប្អូនបាទថ្ងៃនេះយើងបានកាន់ឆ្នាំងមើលឆ្វេងមើលស្ដាំមើលឆ្វេងមើលស្ដាំគួរតែធ្វើម្ហូបអីដើម្បីឲ្យឆ្ងាញ់ចឹងណាបងប្អូនបាទគឺទៅបងប្អូនអើយបាទមានអីក្រៅពីងាវភក់ទាំងបងប្អូននៅក្នុងព្រៃនេះនោះដោយសារតែងាវភក់វាងាយរចឹងណាបងប្អូនបាទដល់ចឹងយើងមានតែរកងាវភក់យកមកដាក់ក្នុងឆ្នាំងយកមកស្ងោរបាទជាមួយនឹងទឹកជ្រលក់ជាមួយនឹងពៀទុំបងប្អូនបាទផ្លែពៀហ្នឹងដោយដែលខ្ញុំបានបង្ហាញវីដេអូមុនចឹងបាទយកមកធ្វើទឹកជ្រលក់គឺថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនអើយបាទហ្នឹងហើយសួស្ដីបងប្អូនម្ដងទៀតនេះគឺជាសកម្មភាពដែលយើងត្រឡប់មកពីដាក់ក្តាមវិញមិនមែនយើងត្រឡប់មកពីដាក់ក្តាមទេបងប្អូនយើងដាក់ក្តាមរួចហើយក៏ប៉ុន្តែយើងបដូរទីតាំងដែលយើងមកចង់រឹងនៅរៀងឆ្ងាយពីម៉ោងយើងតិចកុំឲ្យផ្អើលក្តាមយើងអញ្ចឹងណាបងប្អូនបាទចឹងយើងក៏បានមករកទីតាំងនៅតំបន់ហ្នឹងហើយយើងក៏ចង់រឹងចង់អីទៅអញ្ចឹងស្មាននេះគឺរៀងល្ងាចដែរបងប្អូនបាទរៀងប្រហែលខ្ទង់ម៉ោង2ម៉ោង3ដែរដោយសារតែយើងទៅតែដាក់ក្តាមរួចបងប្អូនណាបាទទៅដាក់ក្តាមរួចអញ្ចឹងទៅយើងក៏រកកន្លែងចង់រឹងចង់អីអញ្ចឹងទៅបងប្អូនបាទអញ្ចឹងគឺថាទេសភាពក្នុងព្រៃបងប្អូនអើយបាទស្អាតខ្លាំងមែនតើបាទអញ្ចឹងយើងក៏ចង់រឹងអីរួចរាល់អស់ហើយយើងក៏ចាប់ផ្ដើមដេកមកសន្ទុះពីសន្ទុះអញ្ចឹងណាបងប្អូនបាទដើម្បីឲ្យបាត់ហត់អញ្ចឹងទៅបងប្អូនបាទអញ្ចឹងដាក់ក្តាមគឺអញ្ចឹងណាបងប្អូនបាទយើងដាក់រួចហើយយើងដេកមកសន្ទុះពីសន្ទុះទៅដើម្បីកុំឲ្យយើងអស់កម្លាំងពេកអញ្ចឹងណាបាទអញ្ចឹងយើងក៏បានភ្ញាក់មកវិញបងប្អូនអើយបាទក៏បានសើរើនៅក្នុងកតាបហ្នឹងដោយសារតែថ្ងៃហ្នឹងយើងមកយកឆ្នាំងមកបងប្អូនណារាល់ដងខ្ញុំយកមករហូតរាល់ថ្ងៃទេបងប្អូនបាទខ្ញុំយកមករាល់ថ្ងៃទេឆ្នាំងគឺយើងដាក់នៅជាប់កតាបអញ្ចឹងណាស្ការពារស្រួលថ្ងៃណាមួយយើងចង់ធ្វើម្ហូបក្នុងព្រៃយើងចង់ហូបម្ហូបក្នុងព្រៃភ្លាមអីយើងមានឆ្នាំងដើម្បីធ្វើម្ហូបស្រាប់ស្លោស្លោស្លោអីយ៉ាងទៅបងប្អូនបាទអញ្ចឹងយើងក៏បានមករកងារពួកបងប្អូនបាទជួបមួយហើយនេះគឺជាវិធីរកងារពួកផងដែរបងប្អូនបាទបងប្អូនធ្លាប់ឃើញខ្ញុំរកច្រើនណាស់បងប្អូនបាទងារពួកបាទអញ្ចឹងវីដេអូនេះគឺវីដេអូលើកនិយាយថាវាច្រើនដែរបងប្អូនបាទអំពីងារពួកហ្នឹងបងប្អូនបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាក្នុងព្រៃបន្តទៀតបងប្អូនអើយបាទម្លប់ឈើគឺតែឆៃស្អាតម្លប់គោបងប្អូនអើយបាទស្អាតខ្លាំងមែនតើនៅតំបន់នេះបងប្អូនបាទអញ្ចឹងបងប្អូនមួយចំនួនដែលចង់មកដល់ក្នុងព្រៃអីបើសិនជាបានមកតំបន់នេះបងប្អូនណាបាទគឺខប់សេរីហ្មងបងប្អូនបាទដោយសារតែតំបន់នេះវាស្អាតខ្លាំងវាមានដើមឈើខ្ពស់ខ្ពស់ធំធំបាទដើមឈើធំធំហើយខ្ពស់ខ្ពស់ហើយខាងក្រោមហ្នឹងគឺថាស្រឡះស្រឡះបងប្អូនអើយបាទស្អាតខ្លាំងមែនតើហើយឥឡូវនេះយើងបានរកងារពួកបានមួយទៀតហើយបងប្អូនបាទអញ្ចឹងទៅបាន2ឡើយទេដោយសារតែថ្ងៃនេះយើងរកហ្នឹងគឺយើងរៀងបញ្ញាប់បញ្ញាល់ផងបងប្អូនដើម្បីយើងបញ្ញាប់ធ្វើម្ហូបហើយយើងបញ្ញាប់អាសាម៉ោងអញ្ចឹងណាដោយសារតែវារៀងល្ងាចដែរដល់អញ្ចឹងយើងរកនឹងរៀងផ្នែករបស់យើងហ្នឹងគឺថារៀងបញ្ញាប់ដែរបងប្អូនអញ្ចឹងយើងរកសូវបានច្រើនឯម៉ានទេហើយណាមួយយើងរកក៏យើងមិនរកយកទៅលក់ទៅអីប្រហែលដែរបងប្អូនយើងរកយកតែម្ហូបទៅមិនឲ្យបានម្ហូបអញ្ចឹងណាបងប្អូនបាទបាន4 10 20ងារពួកអីក៏បានដែរបងប្អូនបាទហើយនេះគឺជារុក្ខជាតិនៅក្នុងព្រៃបងប្អូនអើយបាទជាប្រភេទផ្កាព្រៃផ្កាអីគឺថាស្អាតស្អាតណាស់បងប្អូនបាទស្អាតស្អាតណាស់បាទអញ្ចឹងវាដុះនៅរុំនៅជាប់ដើមឈើហ្មងហើយនេះគឺគេហៅថាដើមប្រក់បងប្អូនបាទកាលពីដើមយើងអាចយកទៅកែលម្អនៅផ្ទះបានណាយើងដាំនៅលើផ្ទះយ៉ាងណាបងប្អូនបាទអញ្ចឹងនេះយើងរកនៅកន្លែងនេះបងប្អូនឃើញខ្ពស់ខ្ពស់នៅអញ្ចឹងបងប្អូនការពិតមិនមែនដើមឈើមិនមែនកូនឈើកូនអីណាបងប្អូនបាទអាហ្នឹងគឺឫសឈើទេបងប្អូនបាទឫសឈើអាហ្នឹងឫសឈើដើមគេហៅដើមផ្លោងបងប្អូនបាទដើមហ្នឹងគឺស្តៀងដើមកោងកាងហ្នឹងគឺថាសឹងថា99%តែគ្រាន់តែខុសត្រង់ថាវាអត់មានដៃកងដូចកងកាងអញ្ចឹងណាតាំងពីដើមតាំងពីស្លឹកអីគឺដូចគ្នាសឹងទាំងអស់បងប្អូនអើយបាទអញ្ចឹងខ្ញុំក៏បានចូលមករកក្នុងដៃឡងមួយទៀតអញ្ចឹងបងប្អូនដែលគាត់ធ្លាប់រកងារភក់ពីមុនមកអីគឺគាត់ប្រកាសជាដឹងថាយើងរកងារភក់នៅតាមតំបន់ណាខ្លះអញ្ចឹងណាបាទងារភក់វាអាចនៅតាមតំបន់ដីស្ងួតក៏វានៅបាទនៅដីភក់នៅដូចថានៅកណ្ដាលព្រែកក៏វានៅបាទនៅក្នុងដៃកងកាងយើងមើលមាត់ក៏វានៅអញ្ចឹងទៅបងប្អូនបាទអញ្ចឹងយើងរកហ្នឹងគឺបានគួរសមបងប្អូនមកល្មមដែលយើងហូបអាចហូបបានអញ្ចឹងណាហើយបន្ទាប់មកយើងក៏បានអត់មានទឹកលាងទេអញ្ចឹងក៏យើងក៏បានកាយដីដើម្បីទប់ទឹកដើម្បីលាងងាវភក់យើងអញ្ចឹងទៅបងប្អូនមកគឺថាឆ្លាតដែរហ្នឹងហើយបងប្អូនដល់គ្នាបងប្អូននឹងស្រាប់នៅក្នុងមាត់ព្រែកយើងនៅពេលដែលទឹករីងហ្នឹងបងប្អូននៅពេលដែលទឹកនាចគឺអត់មានទឹកស្បីមកតំណក់ហ្មងបងប្អូនបាទនៅខាងលើតែបើនៅខាងដៃឡងក្រំហ្នឹងគឺនៅគ្រាន់ថាមានទឹកហូរមកខ្លះៗអញ្ចឹងណាបាទដល់អញ្ចឹងយើងមានតែទប់ទឹកហ្នឹងដើម្បីលាងងាវភក់ដើម្បីឲ្យទឹកមកពីខាងហ្នឹងឲ្យវារៀងពេញកន្លែងហ្នឹងយើងមានទឹកច្រើនដើម្បីលាងអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងធ្វើអញ្ចឹងណាបងប្អូនបាទអញ្ចឹងនៅក្នុងព្រែកដែលយើងធ្លាប់រកពីមុនអីគឺយើងតែងតែធ្វើអញ្ចឹងតែបងប្អូនបាទដើម្បីឲ្យមានទឹកលាងងាយភក់លាងអីចឹងទៅហើយយើងលាងរួចរាល់ហើយបងប្អូនស្អាតខ្លាំងមែនតើបាទអញ្ចឹងយើងក៏ញ៉ាំញ៉ាប់ដើម្បីបង្កាត់ភ្លើងដើម្បីអាំងងាយភក់ហូបភ្លាមអញ្ចឹងណាបងប្អូនបាទបន្ទាប់មកយើងក៏យកងាយភក់យើងយកមកដាក់ក្នុងឆ្នាំងឲ្យបងប្អូនអើយបាទធំល្អខ្លាំងមែនតើបងប្អូនបាទមិនតាន់បាច់ស្ងោរឡើយបងប្អូនគាត់តែមើលពីរូបរាងមើលពីទស្សនវិជ្ជាដែលខ្ញុំដាក់ងាយភក់ក្នុងឆ្នាំងបងប្អូនក៏គិតថាទំនងដែរមែនទេបងប្អូនបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងស្ងោរបងប្អូនបាទយើងស្ងោរទេបន្ទាប់មកយើងដាក់ងាយភក់យើងក្នុងឆ្នាំងហ្នឹងទាំងអស់ហ្នឹងហើយបាទបន្ទាប់មកយើងក៏ចាក់ទឹកចូលដើម្បីលាងវាអញ្ចឹងណាបងប្អូនបាទយើងលាងវា2 3ទឹកអីទៅតែថ្ងៃនេះខ្ញុំលាងតែ1ទឹកទេដោយសារតែនៅក្នុងព្រៃយើងអត់សូវមានទឹកទេណាបងប្អូនបាទអញ្ចឹងយើងទុកទឹកផឹកខ្លះផងបាទអញ្ចឹងយើងកុំលាងច្រើនពេកបើសិនបងប្អូនមានទឹកច្រើនអីមានយកទឹកទៅតាមខ្លួនច្រើនបងប្អូនលាង2 3ទឹកទៅដើម្បីវាជ្រះដីស្អាតអីចឹងណាបងប្អូនបាទអញ្ចឹងបន្ទាប់មកយើងក៏
ចាក់ទឹកស្ងោរបងប្អូនបាទយើងចាក់ទឹកស្ងោរមកតិចបានបងប្អូនបាទរបៀបស្ងោរងាយភក់កុំស្ងោរទឹកច្រើនពេកបងប្អូនបាទបើយើងស្ងោរទឹកច្រើនពេកវាធ្វើឲ្យសាច់ងាយភក់នឹងវាស្វិតដែរបងប្អូនបាទវាស្វិតទូចប៉ុនមេដៃបងប្អូនបាទចឹងយើងដាក់ទឹកសង្កត់ថាគេមិនដាក់ផងតែដោយសារយើងខ្លាចខ្លោចឆ្នាំងចឹងណាហើយនេះគឺជាម្ជូរពៀបងប្អូនបាទពៀទុំយើងហ្នឹងបងប្អូនបាទយើងយកធ្វើម្ជូរអាចជំនួសក្រូចឆ្មាជំនួសជូរ7បានគឺថាឆ្ងាញ់សង្កត់ថាហូយបងប្អូនហើយបាទសង្កត់ថាឆ្ងាញ់ជាងម្ជូរ7ក្រូចឆ្មាទៀតណាបងប្អូនបាទខ្ញុំនិយាយនេះបងប្អូនថាអីមិនមកលើដំកើងអីផ្លែឈើព្រៃហ្មងបាទគឺវាមែនណាបងប្អូនបាទគឺវាមែនដោយសារតែយើងធ្លាប់តែហូបក្រូចឆ្មាធ្លាប់ហូប7ទុំវារៀងរាល់ថ្ងៃដល់ចឹងយើងធ្វើឲ្យមាត់របស់យើងរៀងជ្រេញដែរណាបងប្អូនបាទនៅពេលដែលបងប្អូនបានភ្លក់ជាមួយនឹងម្ជូរពៀនេះម្ដងបងប្អូនប្រកាសជាប្លែកមាត់មកបងប្អូនបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវនេះងាយពួកយើងបានរៀងពុះតិចៗហើយយើងក៏ដាក់ម្ជូរពៀយើងចូលទៅក្នុងឆ្នាំងដើម្បីចំហុយវាបន្តិចបន្តួចដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់បន្តទៀតចឹងណាបងប្អូនចឹងបន្ទាប់មកយើងក៏ឆ្អិនហើយបងប្អូនអើយបាទមានអារម្មណ៍ថាឆ្អិនហើយយើងក៏លើកមកបងប្អូនអើយបាទតំណងខ្លាំងមែនតើបងប្អូនណាបាទតំណងណាស់ចឹងអំពីហ្នឹងបងប្អូនបាទចំពោះងាយពួកហ្នឹងយើងអាចយកទៅស្លជាមួយនឹងម្ជូរពៀក៏បានហើយយើងទៅស្លក៏បានហើយយើងបាច់ស្ងោរអីទេបងប្អូនបាទបើយកទៅស្លកាន់តែឆ្ងាញ់ទៀតណាបងប្អូនបាទយើងអាចស្លជាមួយនឹងសាច់និយាយថាជាមួយត្រីជាមួយខ្យងក្តាមអីផ្សេងៗគឺថាបានរសជាតិឆ្ងាញ់ហ្មងអាផ្លែពៀនេះមួយគឺថាមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើបងប្អូនអើយជានិយាយក៏បានហូបបងប្អូនអើយបាទដាក់យកដោយសារតែយើងបញ្ញាប់ផងអីផងបងប្អូនអើយបាទហើយណាមួយទូរស័ព្ទអស់ថ្មទេបងប្អូនណាបាទខ្ញុំថតនេះប្រហែលខ្ទង់នៅសល់តែ10%បងប្អូនអើយបាទតែជាសេរីថតឲ្យបងប្អូនមើលពីទស្សនវិជ្ជាពីសកម្មភាពឲ្យមើលបានបន្តិចបន្តួចចឹងណាបងប្អូនបាទកុំទូរស័ព្ទអស់ថ្មខ្ញុំថតកាន់តែច្រើនចឹងទៀតបងប្អូនអើយបាទណាបងប្អូនអរគ្នាឥឡូវនេះយើងក៏ចាប់ដើមហូបមួយបងប្អូនអើយបាទតំណងណាស់បងប្អូនអើយតំណងណាស់បាទអូយលេបទឹកមាត់ហើយបងប្អូនអើយបងប្អូនភាគច្រើនក៏ទិញទៅភាគច្រើនងាយភក់មួយថ្ងៃពីរថ្ងៃពី3ថ្ងៃអីរៀងអស់ជាតិគួរសមដែរបងប្អូនតែនៅក្នុងវីដេអូនេះខ្ញុំរកភ្លាមហូបភ្លាមបងប្អូនអញ្ចឹងរសជាតិរបស់វារសជាតិដើមបងប្អូនបាទបងប្អូនស្គាល់រសជាតិដើមហ៎បាទរសជាតិរបស់វាយឹមទៅយើងរសជាតិវាមិនគឺអញ្ចឹងគឺឆ្ងាញ់អញ្ចឹងណាបងប្អូនបាទអញ្ចឹងងាយភក់នេះធ្វើត្បិតតែវានៅក្នុងដីបងប្អូនបាទអញ្ចឹងយើងអាចរកហូបបានភ្លាមយើងបាច់ចាំលាងដីលាងអីវាទេអត់មានដីទេនៅក្នុងនឹងបងប្អូនឃើញអត់មានដីទេបាទវាដោយដែរថា100គ្រាប់មានមួយអញ្ចឹងណាបងប្អូនបាទតែមានដីវាអញ្ចឹងណាបងប្អូនបាទហើយខ្ញុំក៏បានដាក់ទៀតបងប្អូនអើយបាទតំណងខ្លាំងមែនតើងាយពួកនេះបើយើងយកទៅស្លយកទៅហូបជាមួយនឹងម្ជូរពៀហ្នឹងគឺថាកាន់តែឆ្ងាញ់មកកម្រិតទៀតអញ្ចឹងណាបងប្អូនបាទដូចអាមួយនេះអីគឺថាធំល្មមគួរសមបងប្អូនបាទមើលសាច់របស់វាបងប្អូនអើយបាទច្រើនខ្លាំងមែនតើសាច់របស់វាបាទចឹងឃើញទេយើងដាក់ម្ជូរពៀយើងមកហើយដាក់ម្ទេសមកបងប្អូនអើយបាទទម្លាប់របស់ខ្ញុំតែអត់ហូបម្ទេសអត់ឆ្ងាញ់ទេណាបងប្អូនបាទដាក់មកចូលក្នុងមាត់មកអត់តោះបងប្អូនអើយបាទអត់តោះហើយទឹកងាយពួកយើងកំចោលបងប្អូនបាទហត់ទៅមានជីវជាតិណាឆ្ងាញ់ហ្មងបងប្អូនអើយបាទឆ្ងាញ់មែនតើបាទចឹងបើមានបាយកកអីមួយដុំពីរដុំទៀតបងប្អូនណាបាទកាន់តែឆ្ងាញ់ហ្មងបងប្អូនអើយបាទហ្នឹងហើយបងប្អូនដល់គ្នាដោយសារតែទូរស័ព្ទយើងអស់ថ្មបងប្អូនអើយបាទអញ្ចឹងថតឲ្យបានច្រើនបងប្អូនបាទកំពុងតែថតហ្នឹងទៅស្រាប់តែលុតថ្មពងនឹងហ្មងណាបងប្អូនបាទណាបងប្អូនបាទចាំជួបគ្នាវីដេអូក្រោយបន្តទៀតបងប្អូនបាទបាយបាយ